ស្លឹកជាតួឯកស្រីសាន់ឆៃបានលីចាក់លោកនេះបាត់ទៅហើយដោយសារតែមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលដំណឹងថាតារាសម្ដែងស្រីតៃវ៉ាន់ដរបីធ្លាប់ដើរជាទូសាន់ឆៃនោះបានទទួលមរណភាពហើយនៅប្រទេសជប៉ុនក្នុងវ័យ48ឆ្នាំដោយសារតែជំងឺផ្ដាសាយនិងរលាកសួត